បន្ទាប់មកគេដួលនៅវ៉ាន់ថងឲ្យស្លាប់ទៀតបាទទឹកមួយអូអញ្ចឹងបាទកីឡាករនេះមិនធម្មតាហើយតាមអ្វីដែលក្រុមការងារជាពិសេសក្រុមការងារធីមគេយកមកណាគេថានងបួគេចង់បានខ្សែក្បាត់នេះទៅស្រុកគេមែនតើគេថាបើគេឈ្នះខ្សែក្បាត់នេះគឺគេនឹងឡើងកម្រិតមួយកម្រិតទៀតសម្រាប់នងបួនេះចូលកាកាបាទមកនិយាយពីនិយាយតិចបាទឥឡូវនិយាយចង់និយាយពីអីយើងគូវាចាប់រងគឺកូរមកច័ន្ទទៀតការមានខ្សែក្បាត់ ISK ASEAN អេសៀនថាខ្សែក្បាត់ដំបូងដែលឈ្នះ format ហ្នឹងហើយពេលកូនរបស់នេះគាត់ឈ្នះ format ទាំងពីរខ្សែក្បាត់របស់គាត់ឥឡូវយើងនិយាយការប្រកួតថ្ងៃនេះមិនដែរបាទជាដំបូងជម្រាបសួរបងប្អូនទាំងអស់គ្នាអ្នកជាពិសេសអ្នកស្ទឹងត្រែងផ្ទាល់តែម្ដងតើឥឡូវយើងចូលគូកូនមកច័ន្ទទៀតជាមួយនឹងនងបួតិចគឺថានងបួនឹងជាកីឡាករបែបណាដែរដូចខ្ញុំបាននិយាយមុនហ្នឹងតិចចឹងមិញហ្នឹងនងបួជាកីឡាករម្នាក់ដែលស្វិតហើយតាន់ដែរហើយកីឡាកររូបនេះជាប្រភេទកីឡាករដែលមិនសូវជាខ្លាចដៃគូទេបាទដូចជាតាមដឹងដូចគេធ្លាប់វាយជាមួយនឹងអាទិទេពណោះគេដូចជាចាញ់តែបន្ទុកទេហើយបន្ទាប់មកគេដួលនៅវ៉ាន់ថងឲ្យស្លាប់ទៀតបាទទឹកមួយអូអញ្ចឹងបាទកីឡាកររូបនេះមិនធម្មតាហើយតាមអ្វីដែលក្រុមការងារជាពិសេសក្រុមការងារធីមគេយកមកណាគេថានងបួគេចង់បានខ្សែក្បាត់នេះទៅស្រុកគេមែនតើគេថាបើគេឈ្នះខ្សែក្បាត់នេះគឺគេនឹងឡើងកម្រិតមួយកម្រិតទៀតសម្រាប់នងបួនេះមកគូនេះក៏ការដាក់ភាគរយទៅប្រហែលភាគរយការក្នុងនាមជាពិធីករណាខ្ញុំមិនអាចដាក់ភាគរយទៅកាន់កីឡាករណាបានទេប៉ុន្តែខ្ញុំជឿជាក់ថាអ្នកទស្សនានៅទីនេះគាត់នឹងស្រឡាញ់កីឡាករដែលគាត់នេះហើយព្រោះថាឡាវជាមួយនឹងទឹកដីកន្លែងនេះបាក់បែកគ្នាដែរអញ្ចឹងអ្នកគ្រប់គ្រងអាចមកពីឡាវក៏គាត់ចង់មកចូលរួមលេងនៅក្នុងកម្មវិធីសង្គ្រាមរបស់យើងនៅស្ទឹងត្រែងនេះគាត់អាចមកចូលរួមទស្សនាបានដែរអញ្ចឹងរឿងភាគរយខ្ញុំសូមអត់និយាយប៉ុន្តែខ្ញុំហ៊ានធានាថាគូនេះនឹងល្អមើលខ្លាំងបំផុតតាមអ្វីដែលកីឡាករទាំងពីរបានបញ្ញារៀងៗខ្លួនមានន័យនិយាយទៅកាន់សង្គ្រាមនេះទេជាដំបូងខ្ញុំបាទកាកាហើយសូមអរគុណច្រើនមែនទែនគ្រាន់តែមកដល់បងប្អូនអ្នកស្ទឹងត្រែងរស់រាយរាក់ទាក់ច្រើនមែនទែនបើតាបងប្អូនយើងមួយចំនួនគាត់បានស្គាល់ខ្ញុំខ្លះក្រុមការងារខ្លះក៏បានគាត់បាទស្គាល់យើងហើយអរគុណមែនទែនខាងថ្នាក់ដឹកនាំដែលលោកបានរៀបចំនេះបងប្អូនយើងឃើញបាទខ្ញុំបើសិនជាមានវីដេអូចាំជួយដាក់ឲ្យបន្តិចមកនេះស្អាតណាបងប្អូនយើងបាទគឺតាមសួនច្បារតាមអីហ្នឹងគឺថ្នាក់ដឹកនាំខេត្តលោកបានរៀបចំបានល្អមែនទែនហើយប្រហែលជាបន្តិចទៀតអាចនឹងមានការរៀបចំលេងល្បែងប្រជាប្រិយអីផ្សេងអញ្ចឹងទៅតាមតំបន់មួយអញ្ចឹងខេត្តស្ទឹងត្រែងជាលើកទី1ដែលខ្ញុំបានមកដល់ខ្ញុំបានឃើញថាស្អាតខ្លាំងមែនទែនអញ្ចឹងសង្ឃឹមថាល្ងាចនេះខ្ញុំសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នានឹងមកចូលរួមទស្សនាតែមិនមែនមានតែល្ងាចនេះមួយថ្ងៃទេណាថ្ងៃនេះមួយថ្ងៃគុនខ្មែរស្អែកគុនខ្មែរមួយថ្ងៃទៀតថ្ងៃចុងក្រោយគឺការប្រកួតតន្ត្រីអញ្ចឹងសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នានឹងចូលរួមឲ្យបានច្រើនកកហើយឱកាសឆ្នាំថ្មីខ្ញុំបានកាការួមជាមួយនឹងក្រុមការងារ ISK ទាំងអស់ជូនពរបងប្អូនយើងទាំងអស់គ្នាតំណាងល្អសុខភាពរកស៊ីទទួលទានមានបានជាពិសេសគឺសុខភាពល្អពេលដែលមានសុខភាពល្អមានអ្វីៗគ្រប់បែបយ៉ាងហើយកុំភ្លេចមេក្តៅជាមួយនឹងបាទ V Lemon Tea ដែលជាផលិតផលថ្មីឆ្ងាញ់ខ្ញុំបានតេស្តមិញខ្ញុំទើបបានតេស្តណាថ្ងៃមុនខ្ញុំអត់បានតេស្តទេអរគុណច្រើនបងប្អូនយល់អរគុណកាកាបាទបាច់បច្ចុប្បន្នទេបាទគាត់ចាញ់តែបន្ទុកឯងបាទហើយអាទិទេពក៏មិនថាស៊ីគាត់ស្រួលណាយើងមើលទៅណាបាទហើយបន្ទាប់មកទៀតគាត់ប៉ះមួយនៅវ៉ាន់ថងដល់នៅវ៉ាន់ថងនៅកម្មវិធីមួយទៀតគាត់ស៊ីនៅវ៉ាន់ថងទឹកមួយបាទហ្នឹងចូលដៃចូលប្រដាប់ដៃcáiដៃគាត់ធ្ងន់ហើយកីឡាករនេះខ្ញុំចាប់អារម្មណ៍ឃើញរៀងរៅគាត់ល្អរៀងរៅកាយសម្បទាគាត់ស្អាតហើយមើលទៅសាច់ដុំឆ្អឹងគាត់អីបាទគឺល្អតាមល្អយ៉ាមិនសួរបងបាទមិនសួរមិនដែរបងមកដល់ស្ទឹងត្រែងហើយលើកទី1ខ្ញុំមានអារម្មណ៍ថាប្លែកតែក៏សប្បាយចិត្តដែរដោយសារតែមកទីនេះគឺស្នាមញញឹមមកបងប្អូនអ្នកខេត្តស្ទឹងត្រែងយើងណាមើលទៅគាត់រស់រាយរាក់ទាក់មែនតើយើងការប្រកួត2ថ្ងៃបាទឥឡូវយើងលើកថ្ងៃនេះបាទសម្រាប់គូឯកបងយល់ណាដែរកុយនឹងកីឡាករឡាយដែននងបួដែននងបួគូនេះមើលទៅតាមតឹងបាទតាមតឹងដោយសារតែកីឡាករឡាយនេះខ្ញុំនិយាយប្រហែលជា2ប្រកួតចុងក្រោយចោះបាទខ្ញុំបានមើលការប្រកួតរបស់គាត់ដែរបាទគាត់ប៉ះបច្ចុប្បន្នទេពបាទគាត់ចាញ់តែបន្ទុកឯងបាទហើយអាទិទេពក៏មិនថាស៊ីគាត់ស្រួលណាយើងមើលទៅណាបាទហើយបន្ទាប់មកទៀត
គាត់ប៉ះមួយនៅវ៉ាន់ហតនៅវ៉ាន់ហនៅកម្ពុជាមួយទៀតគាត់ស៊ីនៅវ៉ាន់ហទឹកមួយបាទហ្នឹងចូលដៃចូលកណ្ដាប់ដៃcáiដៃគាត់ធ្ងន់ហើយកីឡាករនេះខ្ញុំចាប់អារម្មណ៍ឃើញរៀងរៅគាត់ល្អរៀងរៅកាយសម្បទាគាត់ស្អាតហើយមើលទៅសាច់ដុំឆ្អឹងគាត់អីបាទគឺល្អតាន់ល្អបាទហើយបច្ចេកទេសរបស់គាត់ក៏ល្អដែរប៉ុន្តែកូនបាក់ច័ន្ទរាជមីស្ទ័រកុយហ្នឹងគាត់ល្អដែរគាត់និយាយទៅកីឡាករក្បាច់បាទក្បាច់ដូចគ្នាបាច់ដូចគ្នា ឥឡូវខ្ញុំគិតថាល្ងាចហ្នឹងកូនមកចាន់រីអាចនឹងតឹង ខ្ញុំថាតឹងបាទពិសេសនេះជាការពួតដដើមខ្សែក្បាត់5ទឹកបាទអញ្ចឹង5ទឹកវាតែនិយាយដល់កាលណានិយាយដល់5ទឹកវាពាក់ព័ន្ធមួយកម្លាំងស៊ូដែរ ការពីខ្សែក្បាត់ ការពារខ្សែក្បាត់ទៀតបាទគាត់ថាទឹកដីរបស់យើងអាចថាមានព្រៀបជាងបាទហើយសម្រាប់ខ្ញុំនៅតែឲ្យភាគរយទៅកូនរបស់ច័ន្ទរាជខ្ពស់ជាងបាទខ្ញុំឲ្យ55 45ចុះ 55 45 បាទខាងយើង55ណាបាទខាងគេ45 អូខេអរគុណច្រើនបង អរគុណ